ជំរាបសួរបងប្អូនអ្នកគ្នាបាទតើបងប្អូនកំពុងតែពិបាកស្វែងរកសៀវភៅដើម្បីបង្រៀនសិស្សានុសិស្សមែនទេបាទជាពិសេសគឺសិស្សានុសិស្សដែលរៀនកម្រិតដំបូងបាទមិនថាបងប្អូនតូចបាទឬក៏ធំទេឲ្យតែកម្រិតដំបូងបាទអញ្ចឹងខ្ញុំសូមណែនាំសៀវភៅមួយចំនួនបាទដើម្បីឲ្យបងប្អូនជាពិសេសលោកគ្រូនៅតាមខេត្តបាទយកទៅបរៀនសិស្សដើម្បីឲ្យមានប្រសិទ្ធភាពបងប្អូនបាទអញ្ចឹងសៀវភៅទី1គឺសៀវភៅ Oxford Phonics World បាទសៀវភៅនេះគឺវាសង្កត់ធ្ងន់ទៅលើ pronunciation តែម្ដងបងប្អូនបាទជួយមាន sound បាទអូខេវាមានបង្រៀន sound ពី A ដល់ Z បាទមានបរៀន spelling មាន blending មាន combination បាទមាន story បាទនៅមេរៀនមួយមាន review បាទមាន songs បាទមាន chant បាទហើយមានសំឡេងអា44ណាបាទបងប្អូនដែលចេះ phonetic symbol ដឹងហ่ะបាទអញ្ចឹងសម្រាប់សៀវភៅ Oxford Phonics World នេះគឺពិសេសមែនទែនបាទសម្រាប់បរិញ្ញាបងប្អូនសិស្សានុសិស្សនៅកម្រិតបឋមបតីក៏ដោយឬក៏ធំក៏ដោយសិស្សធំក៏ដោយប៉ុន្តែឲ្យតែកម្រិតដំបូងគឺសៀវភៅនេះគឺល្អមែនទែនបាទហើយសៀវភៅនេះគឺលក់ដាច់មែនទែនបងប្អូនបាទមិនថាលោកគ្រូនៅភ្នំពេញឬក៏បណ្ដាខេត្តនានាគាត់បញ្ជាទិញតាមខ្ញុំច្រើនបងប្អូនបាទលក់ដាច់ណាស់សៀវភៅនេះបាទហ្នឹងហើយអញ្ចឹងខ្ញុំខមមិនឲ្យបងប្អូនប្រើសៀវភៅហ្នឹងបាទសម្រាប់សិស្សរៀនដំបូងបាទលក់ដាច់មែនទែនបាទគេប្រើច្រើនមែនទែនសៀវភៅនេះបាទហើយចប់ពីសៀវភៅនេះបាទចប់ពីសៀវភៅនេះបងប្អូនចង់ឲ្យសិស្សានុសិស្សរបស់យើងបាទពីសិស្សដែលរៀនចេះតិចតួចណាបាទសិស្សថ្មីចេះតិចតួចណាចប់ពីសៀវភៅ Oxford Phonics World ហ្នឹងគឺចង់ឲ្យបងប្អូនគាត់ចេះឆាប់ចេះនិយាយបាទឆាប់ចេះនិយាយបាទខ្ញុំសូមណែនាំសៀវភៅ Let's Go បាទ Let's Go នេះគឺបោះពុំលើកទី5បាទអញ្ចឹងសៀវភៅនេះគឺវាសង្កត់ធ្ងន់ទៅលើ speaking skill បាទអញ្ចឹងមានអីគេវាមានភាគច្រើនគឺមាន conversation បាទមាន songs មាន chants មាន phonics ដែរបាទ phonics ដែរប៉ុន្តែវាអត់ដូចនឹង Oxford Phonics World ទេវា phonics តិចតួចទេបាទអញ្ចឹងសៀវភៅនេះគឺល្អមែនទែនបាទសម្រាប់លោកគ្រូដែលចង់ឲ្យសិស្សតូចបាទថ្នាក់តូចហ្នឹងបាទឬក៏អ្នករៀនដំបូងគឺចង់ចេះនិយាយគឺសៀវភៅ Let's Go នេះបាទគឺសៀវភៅនេះគឺល្អមែនទែនបាទហើយខ្ញុំអនុវត្តជាក់ស្ដែងគឺខ្ញុំប្រើគឺឃើញថាបានផាត់ល្អបាទហើយមួយទៀតសម្រាប់បងប្អូនសិស្សតូចដែរឬក៏រៀនដំបូងដែរបាទបើបងប្អូនមិនប្រើ Let's Go នេះទេគឺបងប្អូនអាចប្រើ Family and Friends បាទសៀវភៅនេះគឺវាសង្កត់ធ្ងន់ទៅលើ speaking ដែរគឺជួយឲ្យសិស្សានុសិស្សតូចឬក៏អ្នករៀនដំបូងគឺ improve speaking បាទអភិវឌ្ឍលឿនបាទក្នុងការនិយាយបាទអញ្ចឹងវាមានមេរៀនរបស់វាមាន conversation មាន songs មាន chant មាន phonics បាទ phonics តិចតួចដែរបាទវាស្តៀងគ្នាអាពីរហ្នឹងហើយមាន speaking skill បាទវាអាពីរហ្នឹងLet's Go ហើយនឹង Family and Friends គឺវាសង្កត់ធ្ងន់ទៅលើ speaking skill បាទហ្នឹងហើយអញ្ចឹងបងប្អូនអាចប្រើពីរនឹងបានមួយណាក៏បានតែសម្រាប់ខ្ញុំប្រើ Oxford Phonics World ហើយសម្រាប់ឲ្យគាត់ចេះអានតបមកដើម្បីឲ្យគាត់ចេះនិយាយខ្ញុំប្រើ Let's Go បាទអញ្ចឹង Let's Go ឲ្យ Family and Friends បងប្អូនប្រើមួយណាក៏បានដែរបាទសម្រាប់ពីរហ្នឹងបាទហើយសម្រាប់មួយទៀតពាក់ព័ន្ធនឹង speaking ដែរបើបងប្អូនបាទលោកគ្រូចង់ឲ្យសិស្សចេះបាទនិយាយបាទឆាប់ចេះនិយាយគឺបងប្អូនប្រើសៀវភៅ Speak Now បាទ Speak Now គឺសម្រាប់សិស្សដែលចេះគួរសមហើយមានថាចាប់ពី elementary ទៅបាទគឺអាចប្រើបាននៅ elementary បាទអញ្ចឹងសៀវភៅនេះគឺវាមាន topic ចំណងមាន topic មួយណាមាន topic មាន conversion រហូតប៉ុន្តែ topic មួយបាទហើយមាន clear ឬក៏ប្រយោគណាដែលគេថា formal ឬក៏មិន formal បាទគឺគេណែនាំសៀវភៅនេះគឺល្អមែនតើបាទហ្នឹងហើយអញ្ចឹងសៀវភៅនេះគឺសង្កត់ធ្ងន់ទៅលើ speaking skill ដែរប៉ុន្តែវាសម្រាប់ចាប់ពីសិស្ស elementary ឡើងបាទសម្រាប់ Let's Go និង Family and Friends គឺចាប់ពីសិស្សតូចបាទសិស្សតូចចេះអានតេតាអីតិចតួចអីហ្នឹងយើងអាចប្រើនេះសម្រាប់សិស្សតូចនេះសិស្សរៀងធំបាទសិស្សធំបាទហ្នឹងហើយអូខេហើយសម្រាប់មួយទៀតបាទសម្រាប់បងប្អូនដែលចង់ឲ្យសិស្សានុសិស្សបាទគាត់ចេះពាក្យច្រើនបាទចេះអានចេះពាក្យច្រើនគឺសូមណែនាំសៀវភៅមួយទៀតគឺតើទៅនឹង Oxford Primary Skill បាទសៀវភៅនេះមាន6 level បាទអញ្ចឹងសៀវភៅនេះគឺវាសង្កត់ធ្ងន់លើអីវាសង្កត់ធ្ងន់ទៅលើ reading បាទមានអត្ថបទមានអីចឹងទៅសង្កត់ធ្ងន់ទៅលើ writing វាមាន activities កម្មវិធីផ្សេងដែលត្រូវធ្វើអនុវត្ត
ដើម្បី improve reading ដើម្បី improve writing ហ្នឹងបាទមាន practice មានអីចឹងច្រើនបាទសភៅគឺល្អមែនទេបងប្អូនបាទហ្នឹងហើយហើយសម្រាប់សភៅមួយទៀតបាទបើសិនមកបងប្អូនចង់ឲ្យសិស្សានុសិស្សយើងចេះវិជ្ជាករបាទពីកម្រិតដំបូងពីសិស្សទៀបតូចមកនេះគឺសភៅ grammar friends បាទ grammar friend បាទវាមាន6 level ដែរអញ្ចឹងសភៅគឺល្អមែនតើសម្រាប់បងប្អូនតូចគឺរៀនពី what's this what's that អីតិចតួចមករហូតទៅតែម្ដងបាទអញ្ចឹងសភៅនេះគឺវាសង្កត់ធ្ងន់លើតទៅនឹងបង្ហាញយើង form តទៅ form តទៅ use តទៅ meaning បាទល្អមែនតើបាទសភៅនេះគឺមាន6 level អូខេហើយចប់ពីសភៅអស់ហ្នឹងទៅបងប្អូនអាចចង់ប្រើ hardware ក៏ខ្ញុំមាននេះដែរមានលក់ដែរបាទអូខេសភៅ hardware ធម្មតាវាមាន6 level មានចាប់ពី beginner រហូតដល់ advanced បាទហើយសភៅនេះគឺសង្កត់ធ្ងន់ទៅលើ 4 skill តែម្ដងមាន listening មាន speaking មាន reading writing មាន conversation មាន everyday English បាទសភៅនេះក៏លក្ខណៈអន្តរជាតិដែរសរុបមកវិញបងប្អូនសភៅទាំង6ដែលខ្ញុំបង្ហាញបងប្អូនគឺសុទ្ធតែសភៅល្អហើយខ្ញុំសូមreview ម្ដងទៀតបាទ Oxford Phonics World គឺមាន level 1ដល់ level 5បាទគឺមានកម្រិតមាន5កម្រិតកម្រិតទី1ដល់កម្រិត5សង្កត់ធ្ងន់ទៅលើការរៀនប្រកបការអានពាក្យបាទអញ្ចឹងសិស្សានុសិស្សគាត់ឆាប់ចេះណាបាទឆាប់ចេះអានឆាប់ចេះប្រកបណាបាទនឹងឲ្យខ្ញុំប្រើឲ្យលោកគ្រូច្រើនបាទសំបីថាលោកគ្រូនៅភ្នំពេញក៏ដោយនៅភ្នំពេញនៅបណ្ដាខេត្តគឺគាត់ order ជាទិញតាមខ្ញុំច្រើនបាទលក់ដាច់ណាសភៅនេះបាទសម្រាប់បងប្អូនសិស្សានុសិស្សរៀនដំបូងបាទឬក៏មនុស្សធំក៏ដោយសិស្សធំក៏ដោយរៀនដំបូងបាទសម្រាប់ចប់ពីអាហ្នឹងទៅយើងចង់ឲ្យសិស្សានុសិស្សក្មេងៗចេះឆាប់ចេះនិយាយគឺប្រើ Let's Go បាទប្រើ Let's Go វាមាន6 level ដែរឬក៏យើងប្រើ Family and Friends អាណាពីរហ្នឹងគឺដូចគ្នាសម្រាប់សិស្សតូចសិស្សចេះតិចដូចគ្នាបាទវាមាន6 level ដូចគ្នាពីរហ្នឹងហើយបើសិនបើសិស្សធំសិស្សគាត់ចេះរៀងច្រើនបាទចាប់ពី elementary ទៅគឺប្រើ Speak Now វាមាន4 level បាទមាន4 level គឺសិស្សរៀងធំបាទនឹងប្រើនឹងទៅបាទគឺវាសង្កត់ខ្លួនលើ speaking skill បាទមាន formal informal ហើយគឺវាប្រាប់នឹងទាំងអស់បាទហើយពាក់ព័ន្ធនឹងreading បាទ reading និង writing បើសិនបើយើងចង់ឲ្យសិស្សបាទនេះយើងប្រើចាប់ពីទូទៅសិស្សតូចក៏បានបាទសិស្សធំក៏បានដែរបើល្អណាស់ហ្នឹងគឺមាន6 level ដែរបាទពាក់ព័ន្ធនឹង improve reading ហើយនឹង writing បាទមានសកម្មភាពផ្សេងបាទដែលធ្វើឲ្យsiស្សគាត់អនុវត្តហើយអនុវត្តទៀតចុះឡើងគឺឆាប់ចាំឆាប់ចេះបាទសភៅហ្នឹងបាទតើទៅនឹង improve improve reading និង writing បាទហើយសម្រាប់វិជ្ជាករបើចង់ឲ្យសិស្សសិស្សត្រៀងតូចណាបាទចេះមើមអីហ្នឹងពីតិចទៅហ្នឹងគឺ grammar friend បាទ grammar friend គឺមាន6 level គឺល្អសម្រាប់សិស្សានុសិស្សគឺរៀនពីតិចរហូតបាទ what's this what's that where អីចឹងទៅច្រើនបាទពីមួយកម្រិតទៅមួយកម្រិតណាបាទគឺគាត់រៀនពីតូចទៅធំបាទមាន form មាន use មាន meaning អីចឹងទៅបាទហើយមួយទៀតសភៅនេះបាទសភៅនេះគឺសម្រាប់បងប្អូនដែលសិស្សដែលរៀនគាត់ចេះបានគួរសមហើយបាទប្រើសភៅនេះបាទសភៅ hardware ហ្នឹងអញ្ចឹងគ្រប់សភៅដែលខ្ញុំបង្ហាញគឺខ្ញុំមានលក់ទាំងអស់បងប្អូនចង់កំងណាចង់កំងជា color ក៏បានជាសខ្មៅក៏បានបងប្អូនចង់ធ្វើឈ្មោះបាទឈ្មោះសាលាឈ្មោះអីខ្លួនឯងក៏បានបាទមានឈ្មោះមានអាស័យដ្ឋានក៏បានបាទនេះឧទាហរណ៍ដូចខ្ញុំមានឈ្មោះមានអីចឹងទៅមានអាស័យដ្ឋានមានលេខទូរស័ព្ទអីចឹងទៅបងប្អូនចង់កំងជា color ក៏បានបងប្អូនកំងសខ្មៅក៏បានតាមរយៈខ្ញុំមានទាំងអស់បាទហើយមាន software មានទាំង software មានទាំង hardware បាទអូខេចប់ហើយបងប្អូនខ្ញុំបង្ហាញប៉ុណ្ណឹងហើយបើបងប្អូនណាត្រូវការសភៅទាំង6មុខហ្នឹងតាក់ទងខ្ញុំបានបាទទាំង color ទាំងសខ្មៅបងប្អូនលោកគ្រូទូទាំង25ខេត្តក្រុងរបស់អាចតាក់ទងខ្ញុំបានហើយមួយរយៈដែលខ្ញុំលក់សភៅហ្នឹងគឺខ្ញុំមានម៉ួយច្រើនដែរហើយបាទប៉ុន្តែខ្ញុំធ្វើការបង្ហាញបន្ថែមទៀតដើម្បីឲ្យបងប្អូនផ្សេងទៀតគាត់ដឹងបាទគាត់ឃើញបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនបាទអរគុណជម្រាបលាបាទ